ជាបន្តទៅនេះសូមអារាធនានិមន្តនឹងអញ្ជើញសាធុសប្បុរសទាំងឡាយត្រង់ត្រាប់ស្ដាប់នៅការអានគម្ពីរព្រះត្រៃបិដកជាភាសាខ្មែរដោយសេចក្តីជ្រះថ្លារីករាយដូចតទៅជាបឋមខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺមានព្រះសម្មាសម្ពុទ្ធព្រះសទ្ធាមនិងព្រះអរិយសង្ឃដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងប្រសើរពងពោះលើសលោកនិងសពកាលសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងគ្រប់វត្តអារាមជាទីគោរពសក្ការៈសូមលំអរលំអរកាយជំរាបសួរដល់ពុទ្ធបរិស័ទសាធុសប្បុរសនិងបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងអស់ជាទីគោរពរាប់អានខ្ញុំប្រកាសណាខ្ញុំបាទឆាំផល្លាសូមលើកយកនៅគម្ពីរព្រះពិធម្មបិដកវិភាំងតតិយៈភាគ82មកអានជាភាសាខ្មែរជូនជាទីសន្តាប់ដូចតទៅទំព័រទី262លេខ266បណ្ដាធម៌ទាំងនោះអន្តគាហិកតិដ្ឋិដែលប្រកាន់ថាលោកមានទីបំផុតមានវត្ថុ10តើដូចម្ដេចលោកទៀងមួយលោកមិនទៀងមួយលោកមានទីបំផុតមួយលោកមិនមានទីបំផុតមួយជីវិតក៏គឺសរីរៈមួយជីវិតដតីសរីរៈដតីមួយសត្វខាងមុខអំពីសេចក្តីស្លាប់កើតទៀតមួយសត្វខាងមុខអំពីសេចក្តីស្លាប់មិនកើតទៀតមួយសត្វខាងមុខអំពីសេចក្តីស្លាប់កើតទៀតក៏មានមិនកើតទៀតក៏មានមួយសត្វខាងមុខអំពីសេចក្តីស្លាប់កើតទៀតក៏មិនមែនមិនកើតទៀតក៏មិនមែនមួយនេះអន្តគាហិកតិដ្ឋិមានវត្ថុ10ចប់ពួកធម៌10លេខ267បណ្ដាធម៌ទាំងនោះតណ្ហាវិចរិតការប្រព្រឹត្តនៃតណ្ហា18អាស្រ័យខន្ធៈបញ្ចកៈខាងក្នុងតើដូចម្ដេចតណ្ហាវិចរិតថាអញមានមួយតណ្ហាវិចរិតថាអញមានដោយប្រការនេះមួយតណ្ហាវិចរិតថាអញមានយ៉ាងនេះមួយតណ្ហាវិចរិតថាអញមានដោយប្រការដតីមួយតណ្ហាវិចរិតថាអញនឹងមានមួយតណ្ហាវិចរិតថាអញនឹងមានដោយប្រការនេះមួយតណ្ហាវិចរិតថាអញនឹងមានយ៉ាងនេះមួយតណ្ហាវិចរិតថាអញនឹងមានដោយប្រការដតីមួយតណ្ហាវិចរិតថាអញទៀងមួយតណ្ហាវិចរិតថាអញសុខស្រួលមួយតណ្ហាវិចរិតថាអញគួរមានមួយតណ្ហាវិចរិតថាអញគួរមានដោយប្រការនេះមួយតណ្ហាវិចរិតថាអញគួរមានយ៉ាងនេះមួយតណ្ហាវិចរិតថាអញគួរមានដោយប្រការដតីមួយតណ្ហាវិចរិតថាអំបាលយ៉ាងនេះអំបាលយ៉ាងអញគួរមានមួយតណ្ហាវិចរិតថាអំបាលយ៉ាងអញគួរមានដោយប្រការនេះមួយតណ្ហាវិចរិតថាអំបាលយ៉ាងអញគួរមានយ៉ាងនេះមួយតណ្ហាវិចរិតថាអំបាលយ៉ាងអញគួរមានដោយប្រការដតីមួយលេខ268ចុះតណ្ហាវិចរិតថាអញមានតើដូចម្ដេចបុគ្គលធ្វើនៅធម៌ណាមួយគឺរូបវេទនាសញ្ញាសង្ខារវិញ្ញាណមិនឲ្យបែកចេញពីគ្នាហើយបាននៅឆន្ទៈថាអញមានបាននៅមានះថាអញមានបាននៅទិដ្ឋិថាអញមានកាលបើធម៌មានឆន្ទៈជាដើមនោះមានដំណើរយឺតយូរនេះក៏មានថាអញមានដោយប្រការនេះខ្លះថាអញយ៉ាងនេះខ្លះ
ថាអញមានដោយប្រការដតីខ្លះលេខ269ចុះតណ្ហាវិចរិតថាអញមានដោយប្រការនេះតើដូចម្ដេចដំណើរនៃតណ្ហាថាអញជាក្សត្រឬថាអញជាព្រាហ្មណ៍ថាអញជាអ្នកជំនួញថាអញឬថាអញជាគ្រូថាអញជាក្រហមឬថាអញជាបព្វជិតថាអញជាទេវតាឬថាអញជាមនុស្សថាអញមានរូបឬថាអញមិនមានរូបថាអញមានសញ្ញាឬថាអញមិនមានសញ្ញាថាអញមានសញ្ញាក៏មិនមែនមិនមានសញ្ញាក៏មិនមែនយ៉ាងនេះឈ្មោះថាតណ្ហាវិចរិតថាអញមានដោយប្រការនេះលេខ270ចុះតណ្ហាវិចរិតថាអញមានយ៉ាងនេះតើដូចម្ដេចដំណើរនៃតណ្ហាព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថាបុគ្គលនោះជាក្សត្រយ៉ាងណាអញក៏ជាក្សត្រយ៉ាងនោះដែរឬថាបុគ្គលនោះជាព្រាហ្មណ៍យ៉ាងណាអញក៏ជាព្រាហ្មណ៍យ៉ាងនោះដែរឬថាបុគ្គលនោះជាអ្នកជំនួញយ៉ាងណាអញក៏ជាអ្នកជំនួញយ៉ាងនោះដែរឬថាបុគ្គលនោះជាអ្នកគ្រូយ៉ាងណាអញក៏ជាអ្នកគ្រូយ៉ាងនោះដែរថាបុគ្គលនោះជាក្រហមយ៉ាងណាអញក៏ជាក្រហមយ៉ាងនោះដែរឬថាបុគ្គលនោះជាបព្វជិតយ៉ាងណាអញក៏ជាបព្វជិតយ៉ាងនោះដែរថាបុគ្គលនោះជាទេវតាយ៉ាងណាអញក៏ជាទេវតាយ៉ាងនោះដែរឬថាបុគ្គលនោះជាមនុស្សយ៉ាងណាអញក៏ជាមនុស្សយ៉ាងនោះដែរថាបុគ្គលនោះមានរូបយ៉ាងណាអញក៏មានរូបយ៉ាងនោះដែរឬថាបុគ្គលនោះមិនមានរូបយ៉ាងណាអញក៏មិនមានរូបយ៉ាងនោះដែរថាបុគ្គលនោះមានសញ្ញាយ៉ាងណាអញក៏មានសញ្ញាយ៉ាងនោះដែរឬថាបុគ្គលនោះមិនមានសញ្ញាយ៉ាងណាអញក៏មិនមានសញ្ញាយ៉ាងនោះដែរថាបុគ្គលនោះមានសញ្ញាក៏មិនមែនមិនមានសញ្ញាក៏មិនមែនយ៉ាងណាអញជាបុគ្គលមានសញ្ញាក៏មិនមែនមិនមានសញ្ញាក៏មិនមែនយ៉ាងនោះដែរយ៉ាងនេះឈ្មោះថាតណ្ហាវិចរិតថាអញមានយ៉ាងនេះលេខ271ចុះតណ្ហាវិចរិតថាអញមានដោយប្រការដតីតើដូចម្ដេចដំណើរនៃតណ្ហាព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថាបុគ្គលនោះជាក្សត្រយ៉ាងណាអញមិនមែនជាក្សត្រយ៉ាងនោះទេឬថាបុគ្គលនោះជាព្រាហ្មណ៍យ៉ាងណាអញមិនមែនជាព្រាហ្មណ៍យ៉ាងនោះទេថាបុគ្គលនោះជាអ្នកជំនួញយ៉ាងណាអញមិនមែនជាអ្នកជំនួញយ៉ាងនោះទេឬថាបុគ្គលនោះជាអ្នកគ្រូយ៉ាងណាអញមិនមែនជាអ្នកគ្រូយ៉ាងនោះទេថាបុគ្គលនោះជាក្រហមយ៉ាងណាអញមិនមែនជាក្រហមយ៉ាងនោះទេឬថាបុគ្គលនោះជាបព្វជិតយ៉ាងណាអញមិនមែនជាបព្វជិតយ៉ាងនោះទេថាបុគ្គលនោះជាទេវតាអញយ៉ាងណាអញមិនមែនជាទេវតាយ៉ាងនោះទេឬថាបុគ្គលនោះជាមនុស្សយ៉ាងណាអញមិនមែនជាមនុស្សយ៉ាងនោះទេថាបុគ្គលនោះមានរូបយ៉ាងណាអញមិនមានរូបយ៉ាងនោះទេឬថាបុគ្គលនោះមិនមានរូបយ៉ាងណាអញមិនមែនមិនមានរូបយ៉ាងនោះទេថាបុគ្គលនោះមានសញ្ញាយ៉ាងណាអញមិនមានសញ្ញាយ៉ាងនោះទេឬថាបុគ្គលនោះមិនមានសញ្ញាយ៉ាងណាអញមិនមែនមិនមានសញ្ញាយ៉ាងនោះទេថាបុគ្គលនោះមានសញ្ញាក៏មិនមែនមិនមានសញ្ញាក៏មិនមែនយ៉ាងណាអញមិនមែនមានសញ្ញាក៏មិនមែនមិនមានសញ្ញា
ก็มันแม่นយ៉ាងនោះទេយ៉ាងនេះឈ្មោះថាតណ្ហាវិចរិតថាអញមានដោយប្រការដតីលេខ272ចុះតណ្ហាវិចរិតថាអញនឹងមានតើដូចម្ដេចបុគ្គលធ្វើនៅធម៌ណាមួយគឺរូបវេទនាសញ្ញាសង្ខារវិញ្ញាណមិនឲ្យបែកចេញពីគ្នាហើយបាននៅឆន្ទៈថាអញនឹងមានបាននៅមានអ្នកថាអញនឹងមានបាននៅទិដ្ឋិថាអញនឹងមានកាលបើធម៌មានឆន្ទៈជាដើមនោះមានដំណើរយឺតយូរនេះក៏មានថាអញនឹងមានដោយប្រការនេះខ្លះថាអញនឹងមានយ៉ាងនេះខ្លះថាអញនឹងមានដោយប្រការដទៃខ្លះ